ចាគ្រាន់តែកន្លែងឃើញពីទេសភាពក៏មានអារម្មណ៍ថាស្រស់ស្រាយដែរបងប្អូនចាមើលទៅឃើញភ្នំខៀវស្រងាត់ចានៅក្នុងវីដេអូនេះនាងខ្ញុំមកបង្ហាញពីទីតាំងមួយកន្លែងចាដែលគាត់បានជ្រើសរើសប្រភេទសាំងសីគីបស្នោយកទៅសាងសង់សម្រាប់ទីតាំងមកគាត់ស្ថិតនៅខាងកោះរុងបងប្អូនចាគាត់បានជ្រើសរើសប្រើដំបូលសាំងសីគីបស្នោចាគាត់ស្លេចយកពណ៌បៃតងក្រម៉ៅចាសម្រាប់ការជ្រើសរើសរបស់គាត់នេះគឺគាត់ធ្វើទាំងដំបូលនិងជញ្ជាំងគឺប្រើតែប្រភេទសាំងសីគីបស្នោទេបងប្អូនចាបាននិយាយអំពីការដេកចាគឺមើលទៅបែបសាមញ្ញប៉ុន្តែស្រស់ស្អាតអញ្ចឹងនាងខ្ញុំមកបង្ហាញពីជញ្ជាំងចាម៉ូដ3ភ្លីចាគាត់ប្រើតែមួយសន្លឹកគឺបានទាំងក្រៅទាំងក្នុងចាសម្រាប់បងដែលជាជាងដំឡើងចាឬក៏ម្ចាស់ផ្ទះដែលគាត់ចង់បានប្រភេទសាំងសីគីបស្នោយកទៅសាងសង់ចាជាប្រភេទផ្ទះលំហែផ្ទះស្នាក់ចាក៏អាចជ្រើសរើសបានជាមួយនឹងក្រុមហ៊ុន SY ចាសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនចាអរគុណច្រើនដែលបានទស្សនាវីដេអូនេះផងដែរ